បាទជំរាបសួរអតិថិជននេះគឺជាកញ្ចក់របស់អតិថិជនដែលគាត់បែកប្រប៉ិនកូនដៃបាទស្នាមប្រប៉ិនកូនដៃអញ្ចឹងគឺជាស្នាមមុននឹងអ៊ុតបាទចាំមើលតើយើងអ៊ុតហើយវានៅសល់ស្នាមប៉ុណ្ណាបាទជាដំបូងយើងមើលទៅយើងត្រូវការស្វានយកមុខវាបន្តិចដើម្បីធ្វើការបាញ់កាយបញ្ចូលបាទយើងស្មានតែបន្តិចទេហើយបន្តមកទៀតយើងធ្វើការផ្លុំបាទដីកតិចអីចេញឲ្យអស់ទៅឲ្យស្អាតហើយបន្តមកយើងប្រើប្រាស់ជាមួយនឹងម៉ាស៊ីនអ៊ុតកញ្ចក់របស់យើងដាក់ឲ្យចំទីតាំងដែលយើងស្មានមកហើយទម្លាក់កាយចូលបាទ3 4 5តំណក់ហ្នឹងទៅបាទបន្តមកទៀតយើងធ្វើការបង្ខំវាចូលទៅក្នុងកញ្ចក់ប្រេសដែលយើងសង្កត់បន្តិចទៅដើម្បីឲ្យកាយហ្នឹងរត់ចូលទៅក្នុងកន្លែងនៃប្រេសដែលយើងស្មានយកមុខមិញហ្នឹងឲ្យវាចូលសពបាទបន្តមកទៀតយើងទុកវាមកសន្ទុះបាទដើម្បីឲ្យការវាចូលសពហើយបន្តមកទៀតយើងនឹងមើលផលិតផលម្ដងទៀតបាទយើងធ្វើការដកចេញមកវិញបន្តមកទៀតយើងធ្វើការយកថង់ផ្លាស្ទិកមកគ្របពីលើនៅកន្លែងរត់ដែលយើងបាញ់កាយបញ្ចូលមិញហ្នឹងដើម្បីឲ្យវាស្មើទៅកញ្ចក់វិញបាទបន្ទាប់ពីគ្របហើយយើងធ្វើការយក UV បាទដែលជា UV professional សម្រាប់ជាងនៅស្រុកគេដែលយើងយកមកប្រើប្រាស់បាទយកមកកម្ដៅជាមួយនឹងកាវរបស់យើងបាទគឺវាស្ងួតល្អគឺត្រូវស្តង់ដាបាទអញ្ចឹងយើងកម្ដៅវាឲ្យស្ងួតមកបាទអញ្ចឹងទុកបែរជា1នាទីអីគឺស្ងួតហើយបាទបន្ទាប់មកទៀតយើងធ្វើការបកថង់ផ្លាស្ទិកចេញមកវិញបន្ទាប់តែកាវនឹងតែវាស្ងួតហើយបាទអូខេបន្តមកទៀតយើងធ្វើការកោសកាវចេញមកវិញណាបាទដើម្បីឲ្យកាវហ្នឹងវាស្មើជាមួយនឹងសាច់កញ្ចក់របស់យើងវិញអូខេអញ្ចឹងយើងមើលទៅនេះជាលទ្ធផលបន្ទាប់ពីយើងធ្វើហើយអញ្ចឹងមុនមិញហ្នឹងគឺវាបែកប្រប៉ិនកូនដៃបាទស្រាមប្រប៉ិនកូនដៃណាអញ្ចឹងពេលយើងធ្វើការបាញ់កាវបញ្ចូលហើយកម្ដៅ UV ហើយយើងកោសចេញមកវិញវាសល់ប្រប៉ិនជើងធុកទេតែមកអូខេយើងមើលទៅសល់ប្រប៉ិនជើងធុកទេអញ្ចឹងយើងអាចការពារបានដល់80ដល់ 90% ដោយសារវាបែកទូអញ្ចឹងកម្លាំងនៃការរៀនវាសឹងតែអត់មានបាទគឺអត់មានតែម្ដងបើសិនជាបែកវែងគឺខុសគ្នាផ្សេងនេះកម្លាំងរៀនវាមានច្រើនជាងបើបែកអញ្ចឹងគឺងាយទៅណាទេយើងអាចជីកបានប្រើប្រាស់បានមួយសេរីបាទនេះគឺជាស្នាមមុននឹងអ៊ុតហើយនេះគឺជាស្នាមដែលអ៊ុតហើយ